ការកម្មញ៉ៃហ្នឹងល្បីយូរប៉ុន្តែបងប្អូនខ្លះអត់តន់ចេះកាច់ទេបើសិនចង់ចេះកាច់មើលវីដេអូនេះបានណាយើងមានច្រើនម៉ូតនេះម៉ូតផ្ការំយោម៉ូតផ្កាកលាបធំនេះធ្វើជាដើមហើយនេះគឺ Merry Christmas យើងធ្វើដើម Christmas ណាហើយបើសិនជាបងប្អូនចង់មើលវីដេអូបានច្រើនជាងហ្នឹងទៀតគឺកុំភ្លេចចូល Subscribe my channel YouTube គឺឈ្មោះ Da S3 ឬក៏ Da S3 168ចឹងបងប្អូនអាចមើលបានណាដំបូងគឺយើងយកលួសយកមកកាច់ជារាងបេះដូងប៉ុន្តែលួសនេះខ្ញុំអត់បានកាច់ឲ្យបានបងប្អូនមើលតែបងប្អូនអាចមើលអញ្ចឹងបានណាហើយយើងចាប់ដើមហុំកាមញ៉ៃព័ទ្ធជុំវិញបេះដូងហ្នឹងទៅវាចេញរាងបេះដូងបែបហ្នឹងហើយអញ្ចឹងយើងមិនយកតែប៉ុណ្្នឹងឯងវាអត់តន់ស្អាតទេអញ្ចឹងយើងបិទកាមញ៉ៃពីលើមកតង់ទៀតយើងត្រូវចេះដេកវាបងប្អូនគឺកាច់ផ្កាដោយដៃគឺយើងធ្វើគឺត្រូវមានការច្នៃប្រឌិតខ្លាំងមែនតើហើយម៉ូតរបស់ខាងpage ខ្ញុំមិនថា page ឬក៏ channel របស់ខ្ញុំគឺម៉ូតថ្មីរហូតអញ្ចឹងបងប្អូនអាចតាមដានបានណាហើយចូល complete ជួយ subscribe channel YouTube របស់ខ្ញុំផងហើយជាពិសេសវីដេអូនៅក្នុង post នៅក្នុង Facebook របស់ខ្ញុំហ្នឹងគឺឈ្មោះ Steve Chu អញ្ចឹងយើងចាប់ផ្ដើមមើលវីដេអូទាំងអស់គ្នាយើងបិទមួយជារៀងហើយគឺយើងបិទទៅបិទមួយជារៀងទៀតណាបងប្អូនទាំងគ្នាហើយគំរូខាងក្រោយនោះគឺកលាប់ពណ៌ក្រហមភ្ញៀវកំងពណ៌ក្រហមមួយបាច់ហើយនឹងពណ៌ឈូកមួយបាច់ហើយពណ៌ក្រហមខ្ញុំមានស្រាប់ហើយឥឡូវខ្ញុំចាប់ផ្ដើមធ្វើពណ៌ឈូកដើម្បីចេញជាវីដេអូជូនបងប្អូនមើលទាំងអស់គ្នានិយាយទៅវីដេអូខ្លះផ្កាខ្លះគឺខ្ញុំអត់ថតវីដេអូទេដោយសារតែខ្ញុំអត់សូវមានពេលអញ្ចឹងណាពេលណាខ្ញុំមានពេលទំនេររៀងច្រើនទៅខ្ញុំថតចេញជាវីដេអូដើម្បីជូនពុកម៉ែបងប្អូនមើលទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជាចង់ចេះកាច់អាចទិញកាមញ៉ៃមួយដុំពីរដុំមកដើម្បីយកមករៀនកាច់ទាំងអស់គ្នាប៉ុន្តែបើសិនជាបងប្អូនគិតថាកាច់ទៅវារៀងពិបាកឬក៏ត្រូវទិញចេញចប់ច្រើនអីអញ្ចឹងបងប្អូនអាចកំងខ្ញុំបានអត់អីទេខ្ញុំមានលក់ជាផ្កាជាបាច់ជាថោជាតងបងប្អូនចង់យកទៅលក់តកំងច្រើនថោតូចធំអីគឺមានទាំងអស់ណាហើយជាពិសេសចិត្តដល់ដើម Christmas Merry Christmas អញ្ចឹងគឺខ្ញុំមានធ្វើដើម Christmas ហ្នឹងយើងមានដើមតូចដើមធំអញ្ចឹងណាអញ្ចឹងបងប្អូនចង់បានអាចកំងបាននៅក្នុងតាម Facebook របស់ខ្ញុំណាហើយឥឡូវនេះយើង highlight ពណ៌វាបែបនេះទៅដើម្បីឲ្យវាលេចធ្លោនៅប្លុកកតាហ្នឹងទៅវាឃើញស្អាតហើយបើសិនជាអ្នកដែលធ្វើផ្កាកម្មញ៉ៃនេះគឺដឹងហើយបត់និយាយថាកញ្ចក់ដៃស្អាតទេហើយនិយាយថាអាលេខកៅទៀតអស់ហើយនេះខ្ញុំទិញមកនិយាយទៅគ្រប់បតាទាំងអស់ខ្ញុំទិញគ្រឿងចេញចប់យកមកតុបតែងបានច្រើនតែអញ្ចឹងខ្ញុំអត់ខ្វះរបស់តុបតែងទេបងប្អូនទាំងគ្នាឥឡូវបេះដូងយើងធ្វើរួចរាល់ណាបងប្អូនទាំងគ្នាហើយផ្កាកលាបនេះគឺបងប្អូនប្រហែលជាធ្លាប់ចេះធ្វើហើយខ្ញុំអត់បានបង្ហាញពីរបៀបធ្វើទេប៉ុន្តែគេធ្វើច្រើនអញ្ចឹងយើងដាក់ផ្កាកលាបមកនៅចំប្លុកកតាហ្នឹងហើយយើងបិទដាក់កៅទៀននៅកន្លែងហ្នឹងដើម្បីឲ្យជាប់ប៉ុន្តែជាប់ប៉ុណ្ណឹងហើយគឺយើងមិនតាន់គ្រប់គ្រាន់ហើយគឺយើងរុំវាទៀតណាបងប្អូនទាំងគ្នាដើម្បីឲ្យវាឃើញរឹតតែស្អាតអញ្ចឹងណាហើយម៉ូតនេះគឺម៉ូតថ្មីត្មងបងប្អូនអើយនិយាយថាស្អាតអស់តោះហ្មងហើយចាប់ដើមយើងធ្វើប៉ុណ្ណឹងហើយយើងចាប់ដើមហុំវាហើយបងប្អូនវីដេអូនេះខ្ញុំដាក់ធ្វើរៀងញាប់បន្តិចបងប្អូនដោយសារតែបើសិនជាយើងធ្វើថតហើយយើងដាក់អត់ដាក់រៀងញាប់ទេគឺនាទីវែងអញ្ចឹងណាអញ្ចឹងយើងដាក់រៀងញាប់បន្តិចអញ្ចឹងបងប្អូនញាប់ប៉ុណ្ណេះគឺមិនញាប់ខ្លាំងទេបងប្អូនអាចមើលតន់ហើយបើសិនជាបងប្អូនមើលអត់តន់អាចខាមើលសាថ្មីអញ្ចឹងណាបងប្អូនទាំងគ្នាហើយលួសកម្មញ៉ៃនេះគឺងាយស្រួលធ្វើមែនតើយើងចង់បត់វាទៅជាស្អីក៏បានដែរនិយាយទៅវាប្រភេទលួសកម្មញ៉ៃដែលថាស្រួលកាច់យើងកាច់វាចេញអីវាចេញទៅក្នុងហើយវាពិបាកកាច់ទេហើយនៅក្នុងនេះគឺខ្ញុំធ្វើបានច្រើនម៉ូតខ្លាំងមែនតើហើយមានបងប្អូនយកទៅកំងលក់បន្តមិនថាថោមិនថាបាច់គឺគាត់យកលក់តបន្តណាហើយនេះបានកលាបមួយដែលស្រស់ស្អាតហើយបងប្អូនទាំងគ្នាហើយទីទៀតខ្ញុំថ្លើមចេញជាបាច់បែបនេះអូយនិយាយថាខ្ជូតហើយមានពណ៌ឈូកនិងពណ៌ក្រហម